សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូក្រោមមូលបត្រពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍នៅអនុសាខាស្រុកស្ទឹងត្រង់នៅព្រឹកថ្ងៃសៅរ៍ពីកើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែធ្នូឆ្នាំ2025សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានសហការរៀបចំប្រារព្ធពិធីសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូឆ្នាំ2025ក្រោមមូលបត្រពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍ដែលបានប្រព្រឹត្តទៅនាសាប្រជុំទីស្នាក់ការអនុសាខាស្រុកស្ទឹងត្រង់ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាយុធមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខាដោយមានការអញ្ជើញចូលរួមពីអាយុធមលោកជំទាវលោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាប្រធានអនុសាខាមន្ត្រីប្រចាំការអនុសាខាស្រុកអ្នកស្ម័គ្រចិត្តមកពី12ឃុំក្នុងស្រុកស្ទឹងត្រង់ចំនួន50នាក់ទីប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជាមកពីវិទ្យាល័យហ៊ុនសែនស្ទឹងត្រង់ចំនួន50នាក់សរុបអ្នកចូលរួមចំនួន130នាក់បន្ទាប់ពីលោកបានស្រេងប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងត្រង់បានធ្វើរបាយការណ៍ស្វាគមន៍រួចមកអាយុធមអ៊ុនចន្ទាប្រធានគណៈកម្មាធិការសាខាបានអានទាំងស្រុងនៅសារលិខិតសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត5ធ្នូឆ្នាំ2025ក្រោមប្រធានបទពង្រឹងសមត្ថភាពនិងសាមគ្គីភាពដើម្បីភាពធន់សហគមន៍ជូនដល់អង្គពិធីទាំងមូលដែលក្នុងនោះក្នុងព្រះបរមនាមហ្លួងម៉ែនរោត្តមមុនីនាថសីហនុព្រះប្រធានកិត្តិយសសម្ដេចប្រធានបានសម្ដែងក្តីសោមនស្សរីករាយចូលរួមជាមួយអង្គការសហប្រជាជាតិនិងសហព័ន្ធអន្តរជាតិក្នុងការប្រារព្ធពិធីទិវាដ៏មានសារៈសំខាន់នេះបង្ហាញពីបណ្ដាញអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិដែលមានវត្តមានធ្វើប្រតិបត្តិការនៅតាមសហគមន៍គ្រប់ទីកន្លែងទូទាំងពិភពលោកយើងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំជាឱកាសដ៏សំខាន់សម្រាប់ថ្លែងនូវការកោតសរសើរនិងកតញ្ញូតាធម៌ចំពោះកម្លាំងអ្នកស្ម័គ្រចិត្តរាប់សែនលាននាក់ដែលកំពុងមមាញឹកក្នុងការលះបង់កម្លាំងកាយចិត្តពេលវេលាដ៏មានតម្លៃចូលរួមខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះទាំងឡាយដោយសារតែការកើតមានសង្គ្រាមចំនួនប្រដាប់អាវុធអំពើហិង្សាគ្រោះមហន្តរាយធម្មជាតិជំងឺឆ្លងមិនឆ្លងនានារួមជាមួយការបង្ហាញពីកម្លាំងពិតនិងសកម្មភាពពិតនៅតាមមូលដ្ឋានរបស់អ្នកស្ម័គ្រចិត្តយើងគ្រប់រូបអាយុធមប្រធានគណៈកម្មាធិការសាខាបានរំលឹកអនុសាខារបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជាចំពោះសាខាក៏ដូចជាអនុសាខានីមួយៗត្រូវយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួនពិសេសអ្នកស្ម័គ្រចិត្តដែលជាប្រតិបត្តិការនៅតាមសហគមន៍និងយុវជនកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តិការនៅតាមគ្រឹះស្ថានសិក្សានៅជំនាញសំខាន់មានដូចជាវិជ្ជាសង្គ្រោះបឋមការត្រៀមបង្ការនិងការឆ្លើយតបគ្រោះមហន្តរាយការអប់រំថែទាំសុខភាពតាមសហគមន៍គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ការការពារបដិរូបការបង្ការទប់ស្កាត់គ្រោះថ្នាក់មីនគ្រាប់បែកចង្កោមការធ្វើយុទ្ធនាការអនាម័យបរិស្ថានស្អាតការចូលរួមទប់ស្កាត់គ្រឿងញៀនអំពើហិង្សាដែលមានផែនការច្បាស់លាស់មួយនិងមានកញ្ចប់ថវិកាសម្រាប់ចោះធ្វើសកម្មភាពដូចភ្លៀងរលឹមនិងមានកញ្ចប់ថវិកាសម្រាប់ចោះធ្វើសកម្មភាពដូចភ្លៀងរលឹមនៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សារបស់ខ្លួននោះទើបការអនុវត្តនៅទិសស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលមានប្រសិទ្ធភាពនិងរួមចំណែកបង្ហាញពីកម្លាំងនៅមូលដ្ឋាននិងមាននៅគ្រប់ទីកន្លែងក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្តដល់ការខិតខំរបស់បងប្អូនអាយុធមអ៊ុនចន្ទាក៏បានផ្ដល់កិត្តិយសអញ្ជើញប្រគល់ប័ណ្ណសរសើរដែលសម្ដែងនូវការកោតសរសើរនិងសេចក្តីថ្លែងអំណរគុណរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដល់សហគមន៍កន្លងមកចំនួន50នាក់ស្រី10នាក់ផងដែរ